Ởទេសចរដ៏តាក់ទាញនៅក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងទំនប់វារីអគ្គិសនីភពបំណងសេកសកដែលមានរហស្សនាមថាសមុទ្រទឹកសាបដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងដែលគេនិយមប្រសិទ្ធនាមឲ្យទំនប់វារីអគ្គិសនីភពបំណងសេកសកបាននឹងកំពុងក្លាយជាគោលដៅទេសចរដ៏តាក់ទាញមួយនៅក្នុងស្រុករតនមណ្ឌលក្រៅពីអាចគ្រប់គ្រងអគ្គិសនីដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទំនប់វារីអគ្គិសនីនេះមានសក្តានុពលដ៏ធំធេងសម្រាប់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបងផងដែរវារីអគ្គិសនីនេះគឺមានទីតាំងនៅក្នុងឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងដែលមានចម្ងាយ52គីឡូម៉ែត្រពីរូបសំណាក់រង្វង់មូលដ្ឋានមកញងវាលាតសន្ធឹងបានតភ្ជាប់ពីភ្នំមួយទៅភ្នំមួយទៀតភ្នំជីប៉ាងទៅភ្នំគោបហើយបង្កើតជាអាងស្តុកទឹកដែលមានសមត្ថភាពអាចស្តុកទឹកបានចំនួនទៅដល់286លានម៉ែត្រគូបដែលប្រមូលស្តុកទុកនិងត្រូវទម្លាក់តាមដងស្ទឹងសង្កែរួចបន្តចែកចាយតាមប្រឡាយមេប្រឡាយរងនិងស្រោចស្រពទៅលើផ្ទៃដីស្រែដ៏ធំល្វឹងល្វើយនៃស្រុករតនមណ្ឌលស្រុកបាណាន់ស្រុកសង្កែនិងស្រុកមោងឫស្សីនៃខេត្តបាត់ដំបងផងដែរពីនេះទៅទៀតទំនប់នេះបច្ចុប្បន្នជាទំនប់វារីអគ្គិសនីបានក្លាយជាទីតាំងសម្រាប់ទេសចរលំហែកាយដែលអាចជិះទូកលេងមើលថ្ងៃរះមើលថ្ងៃលិចហើយជាពិសេសអាចបោះតង់លេងឬក៏នេសាទត្រីផងដែរហើយទិដ្ឋភាពនៅក្នុងថ្ងៃនេះគឺពិតជាស្រស់ស្អាតមែនទែន